สุดท้ายបងបាទសម្រាប់ថ្ងៃនេះខ្ញុំលើកយកប្រភេទប្រាហ្គារបស់ក្រុមហ៊ុន Double Bell របស់ចិនអានេះប្រភេទ model Sexire P226 ហើយប្រភេទនេះគឺអែមដែរកាន់មកពេញដៃហើយធ្ងន់ទម្ងន់វាចូលខ្ទង់1គីឡូលើសបងបានជាប្រភេទកំភ្លើងហ្គាសណាហើយរូបរាងវាគឺបែបនេះខ្ញុំសុំធ្វើវីដេអូកាត់អូមិនសូវបានថតយូររវល់ដែរបងបាទនេះរូបរាងវាគឺបែបហ្នឹងហើយសម្រាប់ប្រភេទនេះតម្លៃវាក្រោម200បាទរបស់ Double Bell ហើយរបស់ចិនបញ្ជាក់បងណាប្រភេទប្រើហ្គាសទេមិនមែនប្រើក្របអត់ក្បាលណាបញ្ជាក់ឲ្យបញ្ជាក់ទៀតត្រង់ហ្នឹងកុំឲ្យច្រឡំសម្រាប់រូបរាងវាគឺបែបហ្នឹងហើយសម្រាប់បងចង់បានអាចតាក់ទងខ្ញុំតាមpage នាគតូច P&A ក៏បានឬក៏តាក់ទង Telegram ដែលមានដាក់នៅក្នុង caption របស់ YouTube ក៏បានហើយសម្រាប់ប្រភេទនេះគឺជាសម្រាប់យើងប្រើគ្រាប់ជ័រក៏បានគ្រាប់ដៃក៏បានដែរទំហំ6លីជាប្រភេទគ្រាប់បែបនេះកំពុងមកបែបនេះណាបាទហើយបញ្ជាក់កាភ្លើងនេះគឺបាញ់សាត់អត់ងាប់ទេគឺបានតែបងយកទៅលេងលក្ខណៈសម្រាប់លក្ខណៈជាកីឡាជាអីនៅផ្ទះនៅកន្លែងមានដីទលាអីចឹងទេมันអាចយកទៅបាញ់សត្វឬក៏អីបានទេបញ្ជាក់ឲ្យបញ្ជាក់ទៀតត្រង់ហ្នឹងអរគុណច្រើនបងបាទសម្រាប់ការទស្សនាវីដេអូ